ក្នុងនគរវើយមានអ្នកស្រែម្នាក់កំពុងភ្ជួរស្រែស្រាប់តែបន្ទះឃើញថ្មមួយដុំពុនក្បាលកិនគេអង្គុយពិចារណាពីថ្មចម្លែកនោះយ៉ាងយូរអស់ចិត្តអស់ចង់នៅតែមិនដឹងថាជាថ្មអ្វីទើបសម្រេចចិត្តហៅអ្នកចិត្តខាងមកឲ្យជួយមើលអ្នកចិត្តខាងឃើញដូច្នេះមានត្រេកក្តីត្រេកអរក្នុងចិត្តជាខ្លាំងព្រោះគេដឹងថាវាមិនមែនជាដុំថ្មធម្មតានោះឡើយថ្មនោះគឺជាថ្មកែដែលមានតម្លៃយ៉ាងខ្ពស់គេស្រលឹងមើលនេះអាយហើយនិយាយទៅកាន់អ្នកសិស្សថានេះគឺជាថ្មចម្លែកវាអាចនឹងមានម្ចាស់ថែរក្សាបើទឹកនៅក្នុងផ្ទះវានឹងនាំឲ្យទៅជាមានជំងឺដង្កាត់អ្នកឯងគួរតែប្រញាប់យកវាទៅកប់ចោលក្នុងដីវិញទៅបើចង់សុខខ្លួនបរិអ្នកស្រែនោះនៅតែមិនទាន់អស់និស្ស័យគេមិនសូវជឿសុខប្រមាណទេទើបយកថ្មមកទុកក្នុងផ្ទះមើលសិនលុះពេលយប់ឡើងថ្មនោះជះពន្លឺព្រាលធ្វើភ្លឺពេញផ្ទះធ្វើឲ្យគេមានសេចក្តីមិនទៅសង្ស័យជាខ្លាំងហើយប្រញាប់រត់ទៅសួរអ្នកចិត្តខាងម្នាក់នោះម្ដងទៀតអ្នកចិត្តខាងនោះធ្វើដូចជាភ័យសង្ស័យពុំតាន់និយាយបន្លាចថាអាយ៉ាសន្ធំហើយពេលនេះពួកខ្មោចព្រាយកំពុងតែចេញមកហើយឯងប្រញាប់យកវាទៅចោលភ្លាមទៅបរិអ្នកស្រែក៏រុះរាន់រត់មកផ្ទះវិញហើយលើកដុំថ្មនោះទៅចោលយ៉ាងឆ្ងាយពីផ្ទះអ្នកចិត្តខាងម្នាក់នោះបានតាមដានគ្រប់សកម្មភាពទាំងអបានរបស់ម្ចាស់ថ្មហើយគេក៏យក